សញ្ញាទាំង6ដែលប្រាប់ថាអ្នកមិនមែនគ្រាន់តែហត់នឿយប៉ុន្តែវាអាចជាការបាក់ទឹកចិត្តនេះគឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថាអ្នកអាចនឹងមិនមែនមានអារម្មណ៍គ្រាន់តែហត់នឿយទេប៉ុន្តែវាអាចជាការបាក់ទឹកចិត្តសញ្ញាទី1អ្នកមានអារម្មណ៍ថាសោកសៅមិនមែនត្រឹមតែ1ថ្ងៃឬ2ថ្ងៃទេប៉ុន្តែអារម្មណ៍មួយនេះវាកាន់តែវិវត្តធ្ងន់ធ្ងរទៅពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែទី2អ្វីដែលធ្លាប់តែធ្វើឲ្យអ្នកសប្បាយរីករាយកាលពីមុនតែឥឡូវនេះអ្នកលែងមានអារម្មណ៍បែបនឹងទៀតហើយទី3ពេលយប់អ្នកគិតច្រើនពេលថ្ងៃទោះបីជាគេងពេញមួយថ្ងៃក៏មិនអាចធ្វើឲ្យអ្នកបាត់ហត់នឿយបានដែរទី4អ្នកចាប់ផ្ដើមចង់នៅម្នាក់ឯងលែងចង់ចូលរួមសកម្មភាពក្នុងជីវិតប្រចាំថ្ងៃទោះបីជាមិនបានធ្វើការងារធ្ងន់ធ្ងរក៏ដោយទី5អ្នកចាប់ផ្ដើមកើតឡើងនៅគំនិតមើលងាយខ្លួនឯងគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់គិតថាខ្លួនឯងគ្មានគុណតម្លៃហើយគំនិតមួយនេះនឹងវិលវល់ដដែលនៅក្នុងខួរក្បាលរបស់អ្នកជារៀងរាល់ថ្ងៃចុងក្រោយអ្នកចាប់ផ្ដើមគិតថាប្រសិនបើអ្នកចាក់ចេញពីពិភពលោកមួយនេះប្រហែលជាគ្មានអ្នកណាគេខ្វល់ឬក៏គ្មានអ្នកណាគេឈឺក្បាលឡើយឬក៏ជាអារម្មណ៍មួយដែលអ្នកចង់ចាក់ចេញពីភាពឈឺចាប់មួយ